បងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube បាទនិង Facebook បាទថ្ងៃនេះហាងខ្មែរទីកុំព្យូទ័រធ្វើការថតបង្ហាញបងប្អូននៅប្រភេទ CPU fan ឬក៏យើងហៅថា CPU heatsink ដែលមានគ្រប់បាទតម្រូវការទៅតាមប្រភេទ CPU បងប្អូនណាបងប្អូនណាបាទសូមបញ្ជាក់បន្តិចណាប្រភេទ G600 នេះវាមានសរសៃស្ពាន់រហូតដល់6សរសៃនេះសរសៃស្ពាន់វានេះអញ្ចឹងវាជួយឲ្យ CPU របស់យើងវាចុះត្រជាក់បានលឿនជាពិសេស CPU ធំដែលយើងប្រើប្រាស់ i7 i9 ឬក៏ Xeon សម្រាប់ design កម្មវិធី design graphic design video editor និង link game បាទស័ក្តិសមនឹងបានគ្រប់ CPU ទាំងអស់ប្រភេទ TS4M នេះមានសរសៃស្ពាន់4បាទនេះក៏វាស័ក្តិសមសម្រាប់ i7 i5 និង i9 ដែរនិង Xeon ដែរតែមានសរសៃស្ពាន់4សរសៃបាទប្រភេទនេះគឺមានសរសៃស្ពាន់តែ2សរសៃទេលេខកូដវា C200 អានេះវាស័ក្តិសម i3 និង i5 សម្រាប់ការងារការិយាល័យទូទៅយើងប្រើលក្ខណៈការងារការិយាល័យទូទៅ i3 i5 i7 ក៏ដោយឲ្យតែការងារធម្មតាណាយើងប្រើអានេះបានតែបើបងប្អូនប្រើកម្មវិធីធំ edit video លេង game នេះស្ទើវាឆាប់ក្តៅបាទអញ្ចឹងការទិញយើងត្រូវរើសឲ្យត្រូវតាមតម្រូវការកម្មវិធីនិងប្រភេទ CPU របស់យើងអញ្ចឹងវាមាន3ហ្នឹងបងប្អូនណាមាន3ហ្នឹងណាខាងខ្ញុំណាវាអាចមានលើសហ្នឹងទៀតតែគាត់ថាអានេះវាមានតាមកម្រិតរបស់វាមាន2សរសៃ4សរសៃ6សរសៃអញ្ចឹងវាគ្រប់គ្រាន់ហើយវាត្រូវតាមប្រភេទ CPU របស់បងប្អូនហើយអញ្ចឹងបងប្អូនអាចជ្រើសបានតាមតម្រូវការអាចទំនាក់ទំនងលេខទូរស័ព្ទ015 93 9671បាទលេខនេះគឺមាន Telegram ស្រាប់ហើយមួយវិញទៀតតើតងឆាតតាម page បាទឆាតតាម Facebook ខ្មែរទីកុំព្យូទ័រដូចគ្នាហ្នឹងបាទក៏បានដែរបាទតែយល់ល្អបងប្អូនឆាតតាម Telegram ណាព្រោះវាងាយស្រួលទំនាក់ទំនងគ្នាផ្ញើរូបឲ្យមើលស្រួលជាងព្រោះជាងឆាតណាបាទសូមបញ្ជាក់បងប្អូនម្ដងទៀតបងប្អូនខ្លះព្រោះគាត់ជ្រើសរើសអា CPU fan អត់ត្រូវបងប្អូនណាអត់ត្រឹមត្រូវតាមតម្រូវការកម្មវិធីនិងតម្រូវការ CPU របស់គាត់វាធ្វើឲ្យការប្រើរអាក់រអួលប្រើយូរតិចទៅឆាប់ក្តៅឆាប់គាំងអញ្ចឹងទេដំណោះស្រាយបងប្អូនណានៅពេលដែលមានបញ្ហាហ្នឹងបងប្អូនពិនិត្យមើល CPU fan របស់យើងសិនបើសិនជា CPU fan បងប្អូនដូចអ្វីដែលខ្ញុំរៀបរាប់នេះគឺបងប្អូនត្រូវសម្រេចចិត្តបដូរវាទៅផ្លាស់ប្ដូរវាទៅវាដើររលូនឡើងវិញណាបាទអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងបងប្អូនបាទកុំភ្លេចជួយ like share អរគុណច្រើនដើម្បីទទួលបានវីដេអូថ្មីច្រើនទៀតអំពីកលឹះកុំព្យូទ័របាទនិងការលក់ដូរគ្រឿងបន្លាស់ផ្សេងបាទមានគ្រប់ទាំងអស់បងប្អូនណាបាទអរគុណជម្រាបលា